រឿងកូនឆ្មា Max កូនទាទាគីនិងក្រពើគ្រូគោនៅពេលព្រឹកថ្ងៃមួយកូនឆ្មា Max ដ៏គួរឲ្យស្រឡាញ់ពាក់អាវយឺតពណ៌លឿងនិងខោខើប៊ុយពណ៌ខៀវជាមួយនឹងមិត្តសម្លាញ់កូនទាទាគីដ៏គួរឲ្យស្រឡាញ់ពាក់អាវយឺតក្រហមនិងខោខើប៊ុយពណ៌ខៀវពួកគេទាំងពីរសម្រេចចិត្តចេញទៅផ្សងព្រេងរួមគ្នាពួកគេបានរៀបចំកាបូបហើយចេញដំណើរទៅកាន់ព្រៃជីវៈពន្លឺដ៏អាថ៌កំបាំងមួយពេលចូលទៅជិតដល់ព្រៃគេសង្កេតឃើញពន្លឺវេទមន្តដ៏ស្រទន់និងអស្ចារ្យពីចម្ងាយនៅក្នុងព្រៃជីវៈពន្លឺដ៏អាថ៌កំបាំងមានផ្សិតដ៏រស់រវើកនិងរុក្ខជាតិដែលមានពន្លឺជុំវិញពួកគេបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យរំពេចនោះមានដើមឈើដ៏ធំមួយលេចឡើងនៅចំពោះមុខពួកគេមេឃរបស់វាលាតសន្ធឹងទៅលើមេឃដោយមានខ្យល់ដ៏បរិសុទ្ធបង្កើតបានជាអារម្មណ៍អស្ចារ្យហើយមានសត្វល្អិតតូចៗដែលមានពន្លឺហោះជុំវិញគេដែលមានពន្លឺបំភ្លីផ្លូវបន្ទាប់មកពួកគេឬសំឡេងទឹកហូរយ៉ាងស្រទន់ដោយដឹងថាពួកគេបានទៅដល់ទន្លេដ៏ស្ងប់ស្ងាត់និងមានពន្លឺដ៏ភ្លឺមួយពេលនោះដែលពួកគេបានប្រទះឃើញក្រពើមួយក្បាលកំពុងសម្រាកនៅមាត់ទន្លេដោយខ្លួនរបស់វាមានពន្លឺពណ៌បៃតងខ្ចីក្រពើញញឹមដោយរស់រាយរាក់ទាក់ដោយបានណែនាំខ្លួនថាគេឈ្មោះគ្រូគោហើយគាត់បានណែនាំពួកគេអំពីការឆ្លងកាត់ព្រៃនោះផងដែរក្រោយមកពួកគេក៏រួមគ្នារុករកព្រៃដែលដឹកនាំដោយគ្រូគោដើរឆ្លងកាត់ព្រៃអាថ៌កំបាំងនោះពេលនោះដែរពួកគេបានដើរឆ្លងកាត់កន្លែងអាថ៌កំបាំងមួយដែលជាកន្លែងមានផ្កាភ្លឺបង្កើតជារង្វង់រស្មីបន្ទាប់មកពួកគេក៏នាំគ្នាសម្រាកអង្គុយលើថ្មភ្លីមួយកន្លែងដើម្បីបរិភោគអាហារសម្រន់ពេលយប់បានមកដល់ព្រៃបញ្ចេញមន្តអាគមកាន់តែខ្លាំងឡើងដោយមានពណ៌ដ៏ស្រស់ត្រកាលបំភ្លឺជុំវិញក្រពើគ្រូគោបានចែករំលែករឿងរ៉ាវអំពីមន្តអាគមបុរាណរបស់ព្រៃឈើនោះដ៏ទាក់ទាញដល់កូនឆ្មា Max និងកូនទាទាគីដោយមានអារម្មណ៍នឿយហត់ពេកពួកគេសម្រេចចិត្តត្រឡប់ទៅវិញដោយក្រពើគ្រូគោសន្យាថានឹងទៅលេងផ្ទះកូនឆ្មា Max នៅថ្ងៃណាមួយកូនឆ្មា Max និងកូនទាទាគីដើរត្រឡប់ទៅផ្ទះវិញក្រោមមេឃដែលមានផ្កាយសប្បាយរីករាយនិងអស់កម្លាំងពីការផ្សងព្រេងរបស់ពួកគេនៅពេលពួកគេមកដល់ផ្ទះពួកគេសម្គាល់ឃើញថាគ្រូគោបានដើរតាមពួកគេដោយចង់ស្គាល់ផ្ទះដ៏កក់ក្ដៅរបស់ពួកគេផងដែរកូនឆ្មា Max អញ្ជើញក្រពើគ្រូគោចូលទៅខាងក្នុងផ្ទះហើយពួកគេទាំងអស់គ្នាអង្គុយផឹកតែក្ដៅៗរួមគ្នាពួកគេនិយាយអំពីព្រៃឈើការផ្សងព្រេងរបស់ពួកគេនិងមិត្តភាពដែលពួកគេបានបង្កើតនៅពេលដែលមេឃកាន់តែងរងឹតគ្រូគោអរគុណពួកគេសម្រាប់ការផ្សងព្រេងរួមគ្នាដ៏អស្ចារ្យហើយត្រឡប់ទៅព្រៃវិញកូនឆ្មា Max និងកូនទាទាគីបកដៃលាពីមាត់ទ្វារដោយមានអារម្មណ៍ដឹងគុណចំពោះការផ្សងព្រេងដែលមិនអាចបំភ្លេចបានសូមអរគុណ